ចឹងហើយបានជាលោកត្រាំថាសងសឹកវាយ9ថ្ងៃជាប់គ្នានេះគឺដើម្បីគោរពវិញ្ញាណក្ខន្ធទាហានពលីទាំងអស់ហើយស្រោចទៅរហូតសន្ធប់ណាស់ហើយលោករដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិកលោក Pete Hegseth ឯនោះវិញHegseth ដែលគាត់ថាបានពមៀនឲ្យរំលឹកឡើងវិញថាបើជនជាតិអាមេរិកណាត្រូវគេសម្លាប់គឺជនជាតិអាមេរិកគ្រប់រូបត្រូវតែសងសឹកគ្មានបណៃដៃទេលោករំលឹកសារនេះឡើងវិញថាបើប៉ះអាមេរិកគឺដូចប៉ះសបុកអម៉ាល់អញ្ចឹងគឺអ្នកនឹងមិនបានសេចក្តីសុខទេចឹងហើយបានជាអាមេរិកទម្លាក់គ្រាប់សន្ធប់ខ្លាំងមែនទែនក្នុងរយៈពេល9ថ្ងៃនេះគឺថាខ្ទេចខ្ទីរហូតដល់ក្បែររោងចក្រផលិតបរមាណូរបស់អ៊ីរ៉ង់ទៀតហើយអ៊ីរ៉ង់ពមៀនអាមេរិកទៀតថាកំពុងឲ្យវាយទៅក្បែរហ្នឹងគេចង់មិនគម្រាមថាបាញ់បរមាណូមិនបើបានអាបរមាណូមកតាមមួយគ្រាប់ហ្នឹងអ៊ីរ៉ង់ទៅជាផេះផង់បាត់ហើយប៉ុន្តែអ៊ីរ៉ង់ដឹងតែមិនហ៊ានប្រើក៏ពុំមានថាកុំទៅក្បែរកន្លែងហ្នឹងតែអាមេរិកថាអត់បានទៅក្បែរអាវុធបរមាណូឯណាទេព្រោះគេបាញ់កំទេចអស់បាត់ទៅហើយអីចឹងទៅបាទរឿងនេះគឺអត់ចប់ទេបងប្អូនវានៅស្លាប់គ្នាកំទេចគ្នាគ្រាន់តែថាអាមេរិកមូលដ្ឋានទ័ពគាត់នៅជុំវិញប្រទេសអ៊ីរ៉ង់ហ្នឹងនៅម្ដុំឈូងសមុទ្រពាក់នៅម្ដុំកន្លែងមជ្ឈិមបូព៌ាហ្នឹងមានទាំងបារ៉ែននិងគូវ៉ែតហ្សកដង់មានអារ៉ាប់រួមមានស្អីកាតាអីហ្នឹងនៅច្រើននៅហ្នឹងហើយអ៊ីរ៉ង់ហ្នឹងចេះតែបាញ់ទៅហ្នឹងទៅអាមេរិកបាញ់មកវិញហ្នឹងគឺអ៊ីរ៉ង់ម្នាក់ឯងសុទ្ធបាទអ៊ីរ៉ង់ម្នាក់ឯងសុទ្ធដូច្នេះមិនយូរទេនិយាយទៅអ៊ីរ៉ង់ក៏ពិបាកដែរតែឥឡូវគេថាផ្លូវចរចាក៏នៅតែមានទៀតតែលោកត្រាំគាត់ថាបិទយូរហើយតែអនុប្រធានាធិបតីអាមេរិកហ្នឹងគាត់ថាអត់អីទេបើចរចាក៏ចរចាដែរក៏ប៉ុន្តែបាញ់បដាចរចាបដាតែមិនដឹងចរចាយ៉ាងម៉េចឥឡូវបើកាន់តែសន្ធប់ទៅហើយមានចរចាបាត់ជប់បាញ់រំលាយចោលអស់ទៀតបាទព័ត៌មានបញ្ចប់គឺតកតងនឹងអ៊ុយក្រែនអឺសម្រុកទម្លាក់គ្រាប់តាមដ្រូនដល់ក្រុងមូស្គូមួយយប់400គ្រឿងទម្លាក់យកតែមែនតើណាគឺថាធ្ងន់មែនតើគឺផ្ទៃមេឃរបស់រុស្ស៊ីហ្នឹងនៅក្បែរមូស្គូហ្នឹងคล้ายទៅជាផេះផង់អាប់អួរពេញទំហឹងណាព្រោះអ៊ុយក្រែនលែងប្រដាក់ដៃហើយដោយសារតែរុស្ស៊ីធ្វើផ្កើនពេកដល់ពេលតែតដៃដែរអាហ្នឹងឲ្យរុស្ស៊ីរៀងដែរធ្វើម៉េចបើសិនជាសន្ធាប់កាន់តែខ្លាំងទៅវាអាចមានដំណោះស្រាយចរចាណាមួយឈប់បាញ់ក្នុងពេលឆាប់ៗឯព្រោះរុស្ស៊ីទុនដៃដែរគឺតាក់ទងអង្គការ Save Cambodia ប្រាប់តំណាងពិសេសពាណិជ្ជកម្មអាមេរិករឿងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យកម្ពុជាបងប្អូនដឹងហើយអាមេរិកសុំឲ្យអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលកម្ពុជានឹងដាក់ជាលិខិតតបនឹងភ័ស្តុតាងដើម្បីបញ្ជាក់អំពីការបញ្ហានៅកម្ពុជារំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹងព្រោះគេកំពុងចង់ដាក់ពន្ធថែម10%ទៀតខាងពាណិជ្ជកម្មពិសេសអាមេរិកហ្នឹងគេទុកពេលយើង60ថ្ងៃអញ្ចឹងឥឡូវកម្ពុជាគេដាក់មកគេប្រាប់ថាគេទប់រឿងពលកម្មដោយបង្ខំពីទំនិញពីក្រៅមកហ្នឹងដែលមានពលកម្មបង្ខំគេលែងឲ្យចូលគេហាមឲ្យគេដាក់ទោសដាក់ទណ្ឌអីគេបដិញ្ញាប្រាប់អាមេរិកអីចឹងទៅក៏ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាយើងមានភ័ព្វវាសនាមួយព្រោះរដ្ឋាភិបាលកម្ពុជាគេដាក់ទៅដើម្បីការពារតាជំហររបស់គេរឿងរំលោភសិទ្ធិមនុស្សជាធិបតេយ្យរឿងស្អីដើម្បីផ្គាប់ចិត្តអាមេរិកក៏ប៉ុន្តែរងថ្ងៃបានអង្គការសង្គមស៊ីវិលមួយនៅអាមេរិកហ្នឹងជាពិសេសបានអង្គការ Save Cambodia មួយដែលជាផ្នែកជាចំហព្រោះក្រសួងការបរទេសកម្ពុជាស្ដាប់អង្គការនេះអស់ហើយអស់លីងនៅស្រុកខ្មែរនៅសល់តែមួយនឹងឯងនៅអាមេរិកព្រោះអង្គការ Save Cambodia នេះគាត់មានកម្រិតនៃពិគ្រោះយោបល់ជាមួយអង្គការសហប្រជាជាតិទៀតអញ្ចឹងបានគាត់ដាក់លិខិតមួយទៅអង្គការសហប្រជាជាតិទៅពាណិជ្ជកម្មអាមេរិកនេះគឺគាត់និយាយចំចំណុចគោលដៅច្រើនណាគាត់ចង់និយាយថាកុំមើលតែមួយជ្រុងតែកម្ពុជាបដិញ្ញាមិននាំទំនិញពីស្រុកក្រៅដោយកម្លាំងពលកម្មដោយបង្ខំមើលអាពលកម្មដោយបង្ខំនៅស្រុកខ្មែរផងហើយត្រូវមើលឲ្យហួសចំណុច3ធំដែលអង្គការ Save Cambodia នេះលើកឡើងឲ្យអាមេរិកប្រយ័ត្នប្រយែងនៅក្នុងការដែលពង្រឹងទំនាក់ទំនងជាមួយកម្ពុជាបើកម្ពុជាអត់ស្ដារទាំងអស់នេះទេត្រូវទទួលខុសត្រូវចំពោះអ្វីដែលកម្ពុជាប្រព្រឹត្តខុសហ្នឹងទី1កម្ពុជារំលាយជាបន្តបន្ទាប់សិទ្ធិសេរីភាពក្នុងការបង្កើតសហគមន៍នេះអង្គការនេះលើកឡើងពីអង្គការសិទ្ធិមនុស្សអន្តរជាតិអង្គការលើកលែងទោសអន្តរជាតិ Global Witness អង្គការផ្សេងទៀតក៏ដកស្រង់ឯកសារនឹងយកមកដាក់ជាភស្តុតាងទៅឲ្យខាងពាណិជ្ជកម្មពិសេសហ្នឹងទី2គឺបាត់បង់នៅសំឡេងស្ថាប័នឯករាជ្យឃើញស្ថាប័នឯករាជ្យក៏បាត់វិទ្យុកាសែតអ្នកសារព័ត៌មានឯករាជ្យអង្គការសង្គមស៊ីវិលឯករាជ្យអីគេរំលាយគេធ្វើបាបធ្វើទុកបុកម្នេញក
គណៈបកនយោបាយគណៈបកប្រឆាំងក៏ត្រូវគេចាំចង់តែរំលាយចង់តែធ្វើទុកបុកម្នេញក្តិចរាល់ថ្ងៃទៀតសហជីពសេរីសហជីពឯករាជ្យកម្មករអីក៏គ្មានសម្លេងគ្មានអីគេហៅផឹកតែសងថ្ងៃនៅសល់តិចតួចហ្នឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសារព័ត៌មានយើងដឹងហើយនេះគឺជាចំណុចធំរបស់គាត់ដែលគាត់ផ្សព្វផ្សាយហើយនឹងចុងក្រោយគឺគាត់និយាយអំពីការបង្កើតសហគមន៍សមាគមឬក៏សហជីពអីហ្នឹងគឺវាប៉ះពាល់ដល់ពាណិជ្ជកម្មហ្នឹងហើយយើងឃើញហើយដូច Nagavel អីតវ៉ា4ឆ្នាំជាងហើយអត់បានមានមើលឃើញទេគឺនៅរ៉ាំរ៉ៃនៅហ្នឹងឥឡូវហ្នឹងក្រុមអ្នកតវ៉ានៅ Nagavel ហ្នឹងចាប់ផ្ដើមបែកក្រុមទៀតរឿងអញ្ចឹងបានថាស្រុកខ្មែរយើងតែមានរឿងអីគឺមានអញ្ចឹងឯងមានអ្នកបែកក្រុមមានអ្នកចោះចូលជួនកាលកំពុងតវ៉ាអញ្ចឹង3 4ឆ្នាំមកហើយស្រាប់មានក្រុមណាមួយគេថាអូគេឈប់តវ៉ាអីអញ្ចឹងទៅហើយថាតំណាងឲ្យកម្មករដែលតវ៉ាទាំងភ្លៀងទាំងខ្យល់អីអញ្ចឹងទៅអាហ្នឹងដែលយើងឃើញថាដល់ដំណាក់កាលមួយគឺមានបញ្ហាហ្នឹងគឺកើតឡើងគ្រប់កន្លែងនៅពេលដែលមានបាតដៃទី3បាតដៃទី4អីអញ្ចឹងហើយរឿងហ្នឹងអត់ដែលជារឿងថ្មីទេជារឿងដដែលឥឡូវអង្គការសេកម្ពុជានេះខ្ញុំនឹងសម្ភាសនាយិការបស់គាត់លំអិតទៀតសម្រាប់ផ្សាយថ្ងៃទី25ខែកក្កដានេះតាមកាលកំណត់រៀងរាល់ខែកញ្ញាសិនទេវីនឹងបញ្យល់បន្ថែមរឿងនេះបងប្អូនសូមរងចាំស្ដាប់ការផ្សាយនេះហើយខ្ញុំស្លេះរឿងដែលគាត់ដាក់សារណាជំនួសសម្លេងរបស់បងប្អូនត្រឹមប៉ុណ្្នឹងសិនឥឡូវនិយាយពីរឿងអង្គការ Nagavel នេះឬក្រុមតវ៉ា Nagavel នេះវាមានរឿងអីទៀតទៅហើយនៅក្នុងផ្ទៃក្នុងរបស់គាត់ហ្នឹងថ្ងៃនេះខ្ញុំឃើញលិខិតចំហមួយគឺរបស់សហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel លិខិតចំហហ្នឹងគាត់ដាក់អញ្ចេះថាសហជីពត្រួតត្រងការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel បដិញ្ញាមិនបញ្ឈប់ក្រោកឈរតស៊ូដើម្បីសិទ្ធិមនុស្សហេតុអីបានជា4ឆ្នាំហើយស្រាប់មកចេញលិខិតចំហថាគាត់មិនបញ្ឈប់ការតស៊ូអញ្ចឹងបានន័យថាមានក្រុមណាមួយនៅក្នុងចលនាហ្នឹងគឺនាំគ្នាបញ្ឈប់ហើយបើបញ្ឈប់បានន័យថាម៉េចបានន័យថាចោះចូលជាមួយរដ្ឋាភិបាលឬក៏យ៉ាងម៉េចយើងអត់ដឹងឥឡូវខ្ញុំអានលិខិតនេះឲ្យបងប្អូនបានដឹងហើយលិខិតនេះមែនតើចេញមកពីតំណាងគណៈកម្មការនយោជិតគឺមានកញ្ញាឈឹមស៊ីធជាប្រធានសហជីពអនុប្រធានគឺឈឹមសុខននិងលេខាលោកស្រីឃ្លាំងសុបិនទាំង3នាក់នេះបានចេញលិខិតចំហតាក់ទងនឹងអ្នកតវ៉ាម្នាក់ដែលជាជនរងគ្រោះនៅ Nagavel ដែរគឺឈ្មោះមុំសុវត្ថិនរឿងនេះហេតុអីបានជាព្រោះអីមុំសុវត្ថិននេះឃើញគាត់តវ៉ាដើម្បីសិទ្ធិសហជីពកម្មករនៅ Nagavel ហ្នឹង4ឆ្នាំជាប់គ្នាគាត់តវ៉ានៅមុខទូតអាមេរិកក៏តវ៉ាអីដែរឥឡូវហេតុអីបានជាបែកវងហេតុអីបានជាឲ្យកញ្ញាឈឹមស៊ីធនិងឈឹមសុខននិងឃ្លាំងសុបិននេះចាប់ផ្ដើមចេញលិខិតមកដើម្បីដូចជាបដិសេធចោលអ្វីដែលជាជំហររបស់មុំសុវត្ថិននេះបាទឥឡូវខ្ញុំអានដូចតទៅទី1យើងខ្ញុំជាថ្នាក់ដឹកនាំនឹងសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel ហៅកាត់ថា LRSU បដិញ្ញាចិត្តគាំទ្រចលនាសហជីពសេរីនិងប្រជាធិបតេយ្យដែលមានឯករាជ្យពីការជាប់ពាក់ព័ន្ធនឹងនយោបាយឬអធិបុលនយោបាយពីខាងក្រៅទាំងអស់អ្នកគាត់គាំទ្រអញ្ចឹងបានន័យថាអាចចលនារបស់មុំសុវត្ថិននឹងរងការសង្ស័យថាជាប់រឿងនយោបាយរឿងអីហើយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំនិងសមាជិកសហជីពយើងខ្ញុំសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមរបស់យើងក្នុងការការពារសិទ្ធិសេរីភាពក្នុងការបង្កើតនិងចូលរួមសហគមន៍នៅកន្លែងការងារសិទ្ធិនៅក្នុងការមានសម្លេងពិតប្រាកដនៅកន្លែងការងារនិងសិទ្ធិនៅក្នុងការចូលរួមសម្រេចដោយប្រជាធិបតេយ្យលើលក្ខខណ្ឌការងារដែលយើងធ្វើការយោងតាមលក្ខន្តិកៈសហជីពប្រការ5ចំណុចទី4កំណត់ថាសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel មិនចូលរួមសកម្មភាពនយោបាយឬបម្រើនិន្នាការនយោបាយណាមួយឡើយហេតុដូច្នេះសកម្មភាពពេលកន្លងមករបស់មុំសុវត្ថិនដែលតែងតែធ្វើសកម្មភាពតាមគំនិតបុគ្គលផ្ទាល់ខ្លួននិងមិនគោរពសេចក្តីសម្រេចរួមរបស់ក្រុមធំពិសេសការចូលរួមព្រឹត្តិការណ៍នានារួមមានការជួបជុំគណៈបកនយោបាយជាដើមមិនឆ្លោះបញ្ចាំងពីគោលការណ៍និងឆន្ទៈរបស់សហជីព LRSU ឡើយយើងនឹងមិនបញ្ឈប់ការក្រោកឈរតស៊ូដើម្បីសិទ្ធិទាំងនេះនោះឡើយរហូតតតែសិទ្ធិទាំងនេះត្រូវបានធានាសម្រាប់កម្មករនយោជិតទាំងអស់នៅក្រុមហ៊ុន Nagavel និងសម្រាប់កម្មករនយោជិតនៅទូទាំងប្រទេសកម្ពុជាហើយយើងនឹងមិនអនុញ្ញាតឲ្យអ្វីមកបង្វែរការផ្ដោតអារម្មណ៍របស់យើងចេញពីគោលដៅនេះឡើយភ្នំពេញថ្ងៃទី20ខែកក្កដាឆ្នាំ2026តំណាងគណៈកម្មការនយោជិតដែលមានឈ្មោះទាំង3ដែលខ្ញុំជម្រាបជូនគឺប្រធានសហជីពកញ្ញាឈឹមស៊ីថអនុប្រធានកញ្ញាឈឹមសុខននិងលេខាលោកស្រីឃ្លាំងសុបិនរឿងនេះគឺជារឿងដែលរកម្មចិត្តទៀតដែរបងប្អូន
នៅពេលដែលក្រុមតស៊ូជាមួយគ្នាយូរទៅចាប់ផ្ដើមអាចមានអ្នកណាទិញបាននៅក្នុងក្រុមហ្នឹងគឺចាប់ផ្ដើមបែកគ្នាដល់បែកគ្នាក្រុមហ្នឹងដែលល្បីដែលមានតម្លៃខ្លួនបន្តិចទៅចាប់ផ្ដើមចុះចូលចាប់ផ្ដើមងាកទៅដែលធ្វើឲ្យអាការចរចាហ្នឹងកាន់តែពិបាកមែនតើដើម្បីតស៊ូព្រោះអីតែមានបែកវងចេះហើយបើគេអាចទិញបានឧទាហរណ៍ខ្ញុំមិនចោតប្រកាន់មុំសុវត្ថិនថាគេទិញបានទេប៉ុន្តែអ្វីដែលកញ្ញាឈឹមស៊ីធនិយាយមកនេះគឺគាត់ចាប់ផ្ដើមងាករេទៅរករឿងនិន្នាការនយោបាយដែលធ្វើឲ្យគេងាយនឹងរករឿងពួកគាត់ហើយតែរករឿងទៅគឺក្រុមនេះលែងតវ៉ាបានគេចាត់ទុកថាក្រុមនយោបាយគេបង្ក្រាបបានហើយដល់គេបង្ក្រាបបានចាប់ផ្ដើមមានបញ្ហាអាគោលដៅរួមតស៊ូ4ឆ្នាំហ្នឹងរលាយដូចអំបិលត្រូវទឹកកមួនត្រូវថ្ងៃអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយអង្គការស្ថាប័ននេះក៏មានភ័ព្វវាសនាដែរដោយសារនៅមានកញ្ញាឈឹមស៊ីធឈឹមសុខនឬក៏លោកស្រីឃ្លាំងសុបិនហ្នឹងនៅរឹងមាំនៅជួយការពារអីអញ្ចឹងទៅសង្ឃឹមថានឹងមានការបំភ្លឺអីមួយពីមុំសុវត្ថិនតកតងនឹងរឿងនេះនៅពេលដែលសំតាមការគួរខ្ញុំតិចទៀតខ្ញុំជឿថាពួកគាត់នឹងមានសេចក្តីបំភ្លឺគ្រាន់តែថារឿងនេះអត់មានភ្ញាក់ផ្អើលទេឲ្យតែរឿងអីក៏ដោយដែលតស៊ូយូរទៅគឺក្រុមហ្នឹងនឹងបែកគ្នាទៅមានក្រុមណាគេទិញក្រុមណាចុះចូលក្រុមណាអីអញ្ចឹងទៅប៉ុន្តែក៏នៅតែមានក្រុមណាមួយដែលនៅរឹងមាំហើយឈរជើងអញ្ចឹងតំណាងឲ្យប្រយោជន៍រួមហ្នឹងមិនលែងដែរអានេះវាទៅជាមួយគ្នាអញ្ចឹងដែរបាទឥឡូវខ្ញុំមានព័ត៌មានបន្ថែមទៀតព្រោះពេលវេលាកាន់តែខ្លីណាបាត់ល្មើសព្រៃឈើនៅឯព្រៃឡង់ពេលវេលានេះនៅតែមាននៅឡើយនេះគឺជាសេចក្តីរាយការណ៍ពីតកតងនឹងព្រៃឡង់គឺសហគមន៍ព្រៃឡង់ថាអឺខេត្តកញ្ចេះឯនោះហ្នឹងគឺពេលដែលពួកគាត់ចុះល្បាតភូមិសាស្ត្រព្រៃឡង់បានជួបគោយន្តដឹកឈើចំនួន5គ្រឿងនិងគោយន្តបំរុងចុះចំនួន3គ្រឿងទៀតដែលបានជួបគល់ឈើចំនួន11គល់ហើយបានជួបឈើសន្លឹកប្រភេទឈើគ្រឿង99សន្លឹកត្រង់ចំណុចចិត្តវាលតាពាំងតូចនិងតាពាំងធំចាប់ពីថ្ងៃទី11កក្កដាដល់14កក្កដានេះគឺជាស្ថានភាពរាយការណ៍ពីព្រៃឡង់ទេបងប្អូនដែលរវល់រឿងអីផ្សេងទៀតអាជ្ញាធរមានសមត្ថកិច្ចចុះទៅមើលព្រៃឡង់ផងកុំឲ្យហិនហោចព្រោះចង់អស់ហើយបាទឥឡូវបន្តទៅទៀតគឺតាក់ទងនឹងជប៉ុនផ្ដល់ប្រាក់ជំនួយប្រមាណ$3លានជួយវិស័យការពារជាតិកម្ពុជានេះគឺជាព័ត៌មានដែលស្រង់ពីគេហទំព័រឬក៏ទំព័រ Facebook របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដោយនិយាយថាថ្ងៃទី19ម្សិលមិញនេះគឺឯកអគ្គរដ្ឋទូតរបស់ជប៉ុនអ៊ូអេណូអាត់ស៊ូស៊ីរួមជាមួយនឹងលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាចុះហត្ថលេខានិងផ្លាស់ប្ដូរលិខិតបដូរសារស្តីពីជំនួយសន្តិសុខផ្លូវការ OSA ដែលមានទឹកប្រាក់ចំនួន500លានយេនប្រមាណ$3លានអាមេរិកគម្រោងនេះនឹងផ្ដល់នូវឧបករណ៍បញ្ជូនសារទៅកងទ័ពជើងគោកនិងនាវាល្បាតទៅកាន់កងទ័ពជើងទឹកនៃយុទ្ធពលខេមរៈភូមិន្ទដោយជប៉ុនបាននិយាយថារំពឹងថាគម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខនិងសមត្ថភាពរារាំងរបស់កម្ពុជានិងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិបាទបន្តទៅទៀតបងប្អូនព័ត៌មានរឿងអុកញ៉ាម្នាក់ត្អូញត្អែរឿងពិបាកបើកអាជីវកម្មខ្នាតតូចរហូតលែងមានអ្នកចង់បើករបរនេះបាទឥឡូវចេញមកអស់ហើយសិតតែរងគ្រោះអស់ហើយអុកញ៉ាណាដែលត្អូញត្អែដល់អុកញ៉ាហើយនៅតែពិបាកទៀតចុះប្រជាពលរដ្ឋតូចតាចបើកអាជីវកម្មខ្នាតតូចនឹងយ៉ាងម៉េចអុកញ៉ានេះគឺឈ្មោះសួរវិរៈគាត់សរសេរនៅលើបណ្ដាញសង្គម Facebook គាត់ក៏ដាក់ថាពាក្យថាចង់ជួយអាជីវកម្មខ្នាតតូចអាចមានតែលើតុប្រជុំរាប់សិបដងចំណាយតែលុយរត់និងលទ្ធផល0តើកម្ពុជាចង់ដើរឬរត់ចាំយូរលែងមានអ្នកចង់ធ្វើទៅហើយតាមពិតសាររបស់លោកសួរវិរៈនេះជាអង្គការនេះគឺអត់ប្លែកទេព្រោះប្រហែលថ្ងៃមុននោះមានលោកម្នាក់ដែលចង់បើករបរអាជីវកម្មសុំអាជ្ញាប័ណ្ណសុំអីក៏ថាត្រូវឆ្លងកាត់ក្រសួងជាង14ក្រសួងនិយាយពីវល់ឥឡូវរឿងនេះមកទៀតហើយអញ្ចឹងសូមឲ្យអស់លោកដោះស្រាយទៅក្រែងចង់ពងលើកស្ទួយអាជីវកម្មខ្នាតតូចផលិតផលតែតាមពិតទៅយើងបន្ទោសក្រសួងបន្ទោសអាជ្ញាធររដ្ឋហ្នឹងក៏យើងដូចជាហួសហេតុពេកដែរពួកអីអាជ្ញាធររដ្ឋនៅពេលដែលយើងមានក្រសួងស្ថាប័នដល់ទៅ28ថ្ងៃមុនខ្ញុំផ្សាយ25ខ្វះបោះគេមួយទៀតខ្ញុំសុំទោសខ្ញុំថាក្រសួងរដ្ឋយើងច្រើនណាស់ស្រង់មកអត់អស់រហូតដល់លោកអ៊ុំសំអានក៏ថាអត់ទេមិនមែនតែ25ទេ28ថែមទាំងអនុរដ្ឋលេខាធិការឬស្អីណាក្រសួងចំណុះឲ្យ2ទៀតចឹង30ក្រសួងមន្ទីរ
អូយរាជយើងមាន18លានអ្នកក្រសួងមន្ទីរហើយចុះដល់បង្កើតអញ្ចឹងត្រូវបែកសាខាត្រូវបង់នេះបង់នោះអញ្ចឹងអីមានអីឆ្ងល់ចឹងបាទខ្ញុំទាមទារឲ្យបន្ថយក្រសួងនោះឲ្យនៅត្រឹមពាក់កណ្ដាលទៅបើសិនជាគាត់ពិបាកយ៉ាងណាក៏ថយអានីតិវិធីសាំញ៉ាំហ្នឹងមកនៅពាក់កណ្ដាលទៅកុំឲ្យសាំពេកប៉ុន្តែហើយយើងសុំភ្លើងយកយើងបានតែល្អូគ្រប់គ្នាសុទ្ធតែជាជនរងគ្រោះទាំងអស់បាទបន្តទៅទៀតអស់ពីអង្គញាហ្នឹងឥឡូវសកម្មជនបកកណ្ដាលអំណាចខ្លាយជាជនរងគ្រោះនៃបញ្ហាដីធ្លីកាន់តែច្រើនលោកបណ្ឌិតកែមលីបានមានប្រសាសន៍តាំងពីលោកនៅរស់ថាយើងទាំងអស់គ្នាមិនចំពោះថាអ្នកឯងកាន់គណៈបកប្រជាជនកម្ពុជាគណៈបកប្រឆាំងគណៈបកកណ្ដាលគណៈបកស្អីសេរីនិយមឯណាទេនឹងខ្លាយទៅជាជនរងគ្រោះគ្រប់តែគ្នាគ្រាន់តាមមិនទាន់ដល់ពេលដល់វេនតែប៉ុណ្ណោះឯងដោយសារអីអង្គើអយុធធម៌សង្គមវាច្រើនពេកឥឡូវបើយើងគិតថាកើតឡើងក្រុមប្រឆាំងយើងមិនសូវឆ្ងល់ទេព្រោះអីក្រុមប្រឆាំងគ្នារងគ្រោះមកអាយុហើយតែនេះឥឡូវដល់ប៉ះចំមន្ត្រីហើយឥឡូវដែលរឿងដីធ្លីហ្នឹងប៉ះដល់មេធាវីទៅទៀតខ្ញុំអានឡើងថាពេលខ្លះចង់សើចបន្តិចចង់ស្រក់ទឹកភ្នែកបន្តិចចង់សើចហ្នឹងគាត់ថាងាប់ហើយមេធាវីរបស់គណៈបកប្រជាជនកម្ពុជាទៅទៀតរឿងនេះគឺកើតឡើងដោយទៅប៉ះលោកមេធាវីមួយរូបដែលមិនដឹងជាទេសកាលអីគាត់អត់ទ្រាំលែងបានទេយកសារហ្នឹងយកមកបង្ហាញលើបណ្ដាញសង្គមបាទគាត់ថាទិញដីលេងនវត្រារាប់ឆ្នាំមកហើយអត់បានដីអឺខ្ញុំសុំទោសខ្ញុំមិនចង់ហាក់ប្រាប់ឈ្មោះគាត់ទេប៉ុន្តែគាត់ផ្សាយគាត់ដាក់ឈ្មោះគាត់នៅលើ Facebook របស់លោកមេធាវីនឹងតើគាត់ឈ្មោះលោកមេធាវីម៉ែនវុឌ្ឍលោកមេធាវីម៉ែនវុឌ្ឍគាត់សរសេរចឹងទិញដីលេងនវត្រារាប់ឆ្នាំមកហើយនៅអត់ទាន់បានដីឲ្យលុយបងវិញមកប្អូនប្រុសណែគាត់ផ្សាយហ្នឹងគឺយកមកចែកផ្សាយតាមបណ្ដាញសង្គមខ្ញុំនោះបាន copy អា screenshot ហ្នឹងទុកកុំអីអត់ទាន់ទៀតព្រោះអីលោកមេធាវីម៉ែនវុឌ្ឍហ្នឹងប្រហោះសារហ្នឹងបានមកបន្ទុះឥឡូវទៅរកអត់ឃើញទៀតទេខ្ញុំមិនដឹងថាខ្ញុំរកមិនឃើញវាមានអាចកំបាំងអីឬក៏លោកលុបចោលឬក៏យ៉ាងម៉េចប៉ុន្តែរឿងចេះគាត់ថាមានរឿងជាមួយនឹងលោកលេងនវត្រាហ្នឹងមានបងប្អូនច្រើនណានៅក្នុងអា comment របស់លោកលេងវុឌ្ឍហ្នឹងម៉ែនវុឌ្ឍហ្នឹងក៏សួរថាចេះចុះបើលោកជាមេធាវីហើយអត់ថាការពារក្តីរឿងដីជាមួយលោកលេងនវត្រាអត់ឈ្នះផងលោកទៅការពារក្តីឲ្យកូនក្តីណាឈ្នះក្តីណាគេជួលលោកធ្វើការលោកឆ្លើយមកវិញយ៉ាងសាមញ្ញថាអត់ទេលោកចូលមេធាវីនេះគឺទិញដីរបស់លេងនវត្រានេះមុនលោកចូលជាមេធាវីហើយតើមាន comment មួយទៀតក៏សួរថាចុះបើលោកទិញដីមុនចូលមេធាវីឥឡូវមានជំនាញជាមេធាវីអញ្ចឹងអត់អាចការពារដីខ្លួនឯងបានទេចឹងឥឡូវមានជំនាញមេធាវីទៀតអូរឿងនេះពលដូចក្ដួចចឹងបងប្អូនតែខ្ញុំអាសូរលោកម៉ែនវុឌ្ឍដែរខ្ញុំជឿថាមិនដឹងជាទាល់ដល់ណាទេព្រោះជាមេធាវីយកសារអីចឹងដូចថាឲ្យវាធូរទ្រូងណាបងប្អូនប៉ុន្តែអត់ធូរទេចាំមើលទៅរឿងហ្នឹងមកនិយាយអីលើបណ្ដាញសង្គមហើយមេធាវីពាក់ស្លាកលេខណែស្លាកគណៈបកប្រជាជនកលួងផងខ្ញុំជឿថាគេនឹងរករឿងលោកងាប់ហើយលោកដឹងតានៅស្រុកខ្មែរលោករាល់ថ្ងៃហ្នឹងគឺថាជួយគេហ្នឹងយកមកកាងអីរបស់ទ្របអស់លោកប៉ុន្តែដល់តែពេលអយុធធម៌ខ្លាំងពេកវាអត់មាននរណាការពារលោកបានទេគឺគេចាត់ការឬក៏វាជាជនរងគ្រោះដូចតែគ្នាអញ្ចឹងហ្នឹងគណៈបកអីក៏ដោយហើយអស់ពីលោកម៉ែនវុឌ្ឍមានប្រធានគណៈបកយុវជនប្រធានយុវជនមិនមែនប្រធានគណៈបកយុវជននេះសំទោសលោកភិចស្រស់ប្រធានយុវជនគណៈបកប្រជាជនកម្ពុជានៅសាធារណរដ្ឋឆែក2អ្នកប្តីប្រពន្ធរងគ្រោះរឿងដីធ្លីនៅកម្ពុជាដែរនៅឯកោះរុងឯណានោះឡើងមកផ្ដាល់ព័ត៌មានផ្អើលចែកពេញតាមសង្គមហើយជាប្រធានយុវជនរបស់គណៈបកប្រជាជននៅឯបរទេសទៀតមានរឿងដីធ្លីបោះគណៈបកខ្លួនឯងបោះក្រុមខ្លួនឯងធ្វើស៊ីខ្លួនឯងហើយជាជនរងគ្រោះគាត់ឈ្មោះសេងសេរីរតន៍បាទគាត់រងគ្រោះដីធ្លីគាត់មករកយុត្តិធម៌តាមបណ្ដាញសង្គមវិញចោះក្រែងអស់លោកស្រឡាញ់គណៈបកប្រជាជនណាស់ហើយប្រព័ន្ធតុលាការក្រែងច្បាស់លាស់ហើយឥឡូវដូចលោកម៉ែនសំទោសលោកមេធាវីម៉ែនវុឌ្ឍអីវិញមានអ្នកផ្ដាល់យោបល់ក្នុងហ្នឹងថាបើប្តឹងគឺអត់ដោះស្រាយវិញបើដកពាក្យបណ្ដឹងបានគេដោះស្រាយវាទៅជាចេះវិញដោះស្រាយទៅបើលោកម៉ែនវុឌ្ឍប៉ាកែដល់ណាក៏ដោះស្រាយមួយដែរមេធាវីដែលប៉ាកែលើលោកនៅក្នុងស្រុកខ្មែរនេះគ្មាននរណាប៉ាកែជាងលោកផែងហេងលោកស្រី
មេងសុភារីលោកច័ន្ទចេនលោកអាងឧត្តមលោកជួងជំងីអីវ៉ានេះសពប៉ាកែណាខ្ញុំសរសើរប៉ុន្តែមិនដែលកាត់ក្តីណាឈ្នះមករឿងក៏អត់ដែរព្រោះការពារក្រុមប្រឆាំងដល់ពេលឥឡូវការពារទៅលោកម៉ែនវុតការពារទៅរឿងក្តីរបស់លោកហ្នឹងសុំភ្លើងចាក់ឲ្យព្រោះអីបើលោកការពារឈ្នះមិនមែនយកពាក្យហ្នឹងមកផ្សាយតាមបណ្ដាញសង្គមទេឃើញរៀលដាលទេឃើញទុកសោកបានដល់គ្រប់គ្នាសំបីគណៈបកប្រជាជនកម្ពុជាហ្នឹងក៏រងគ្រោះដែរប្រធានយុវជនរបស់គណៈបកកម្ពុជាប្រចាំនៅសាធារណរដ្ឋឆែកអីហ្នឹងជួនកាលខ្លួនហ្នឹងគឺថាចូលគ្រប់ត្រតាបេះដូងតែតាពីខាងក្រៅដើម្បីកាងអាដីគាត់ទ្របគាត់ដល់ពេលឥឡូវតិចទៀតចាំមើលរករឿងគណៈបកប្រជាជនខ្វះអីអ្នកនៅឡុងប៊ិចដែលចាញ់បោករឿងដីធ្លីនៅគណៈបកប្រជាជនកម្ពុជាឲ្យដែលជាសមាជិកពេញសិទ្ធិរបស់គណៈបកប្រជាជនកម្ពុជាមួយថ្ងៃមួម៉ៅតែរឿងនេះហ្នឹងព្រោះចូលបកដើម្បីកាងដីកាងទ្របរបស់ខ្លួនមិនមែនស្រឡាញ់ជាតិទេគឺស្រឡាញ់ទ្របសួនតួបុគ្គលខ្លាចគេធ្វើបាបបើមានការអីខ្លួនឯងនៅក្នុងគណៈបកកណ្ដាលអំណាចហ្នឹងអាចមានខ្នងដល់ឥឡូវវាច្រើនពេកអ្នកណាខ្នងអ្នកណាជួយអ្នកណាព្រោះឥឡូវវាអស់ពីស៊ីធ្វើបាបពួកក្រុមប្រឆាំងវាដល់ពេលស៊ីគ្នាឯងដូចខ្មែរក្រហមអញ្ចឹងដំបងសម្រាប់ពួកសាធារណរដ្ឋសម្រាប់អ្នកសង្គមរាជនិយមសង្គមចាស់អីអស់ទៅសម្រាប់កម្មាភិបាលខ្មែរក្រហមក្នុងជួរតែព្រោះអស់អ្នកសម្លាប់រឿងហ្នឹងវានៅតែអញ្ចឹងតាអារឿងវាអំពុលទុកអយុត្តិធម៌វាគ្រាន់តែមិនដល់តាន់ដល់ខ្លួនអស់លោកអ្នកតាហើយយើងមិនដឹងទេហើយខ្ញុំសូមជូនពរឲ្យបោះអស់លោករកដំណោះស្រាយឲ្យបានជោគជ័យចោះព្រោះអីខ្ញុំនៅខាងជនរងគ្រោះហើយខ្ញុំការពារភាពជាជនរងគ្រោះរបស់លោកម៉ែនវុតខ្ញុំការពារភាពជាជនរងគ្រោះរបស់លោកសេងសេរីរតន៍លោកជាជនរងគ្រោះមិនសំខាន់ថាលោកជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាទេលោកជាជនរងគ្រោះខ្ញុំមានសមានចិត្តសូមជូនពរបួងសួងឲ្យអស់លោករកបានសេចក្តីសុខនិងយុត្តិធម៌ចោះហើយខ្ញុំជឿថារឿងនេះពិបាកហើយព្រោះដែលអស់លោកចេញដល់បណ្ដាញសង្គមហើយបានន័យថាវាអស់ជំរឿហើយរឿងហ្នឹងនឹងពុលទុកដល់អស់លោកទៀតតិចទៅគេរករឿងទៀតលោកម៉ែនវុតអីហ្នឹងមិនស្រួលហ្នឹងគេឲ្យចេញលិខិតសុំទោសឬក៏លុបអាសាឥឡូវសារហ្នឹងរលែងឃើញបាត់ហើយដូចគ្នាដែរលោកសេរីរតសេងសេរីរតដែលជាតំណាងគណៈបកប្រជាជនយុវជននៅអីសាធារណរដ្ឋឆែកតែបន្តិចហ្នឹងមកចេញសុំទោសឬក៏មកបញ្យលបំភ្លឺអីវល់អាដីក៏នៅអត់បានមករឿងពុលទុកខ្លួនឯងទៀតដោយសារតែអាភាពអយុត្តិធម៌ហ្នឹងអាហ្នឹងរឿងហ្នឹងគឺលោកលេបទៅព្រោះគេធ្វើបាបគណៈបកប្រឆាំងមកយោមកឲ្យលោកសតាជ័យធ្លាក់ទឹកតែស្កដល់ពេលឥឡូវវារៀលដាលគឺបាបប្រកម្មទៅតែទាំងអស់គ្នាហ្នឹងបាទឥឡូវបញ្ចប់ព័ត៌មាននេះដោយព័ត៌មានអន្តរជាតិតកតងនឹងរឿងលោកត្រាំបញ្ជាក់ថាតាមពិតទាហានអាមេរិកបាត់បង់ជីវិតមិនមែន2នាក់ទេគឺ3នាក់ហើយឥឡូវនៅបាត់ខ្លួនម្នាក់ទៀតនៅក្នុងការវាយប្រហារគ្នាជាមួយអរ៉ង់ប្រហែលថ្ងៃនេះគឺលោកត្រាំបញ្ជាក់ហើយឥឡូវអត្តសញ្ញាណរបស់ទាហាននេះក៏ត្រូវបានគេបង្ហាញដែរជាទូទៅគេទុកពេលប្រហែលជា24ទៅ48ម៉ោងសិនគេជម្រាបព័ត៌មាននឹងជូនក្រុមគ្រួសារសិនមុននឹងគេបង្ហាញអត្តសញ្ញាណទាហាននឹងគឺក្មេងៗណាស់អាយុ21ប្រុសអាយុ21ស្រីអាយុ19ទេគឺនៅស្លាប់នៅស្រុកដង់គឺជាមូលដ្ឋានទ័ពអាមេរិកស្រុកដង់ដែលអ៊ុយក្រែនសំទុះអ៊ីរ៉ង់បាញ់ទម្លាក់គ្រាប់ drone ទៅត្រូវហើយម្នាក់ទៀតស្លាប់នៅគុយវ៉ែតដែលលោកត្រាំថា3នាក់ហើយដូច្នេះទាហានអាមេរិកដែលស្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ង់តាំងពីថ្ងៃខែកុម្ភៈមកឡើងដល់ទៅ17នាក់ហើយឥឡូវបាត់ខ្លួនម្នាក់ទៀតនឹងរឿងប្តឹងរដ្ឋាភិបាលថៃឬក៏ប្តឹងថៃឲ្យសងកម្ពុជាតកតងនឹងរឿងខូចខាតតែថៃឈ្លានពានកម្ពុជានោះដោយសារតែរដ្ឋាភិបាលកម្ពុជាមិនព្រមដាក់ពាក្យប្តឹងឥឡូវនេះរដ្ឋាភិបាលក្រៅប្រទេសក៏បានយកពាក្យប្តឹងនេះទៅដាក់ប្តឹងដល់តុលាការព្រហ្មទណ្ឌអន្តរជាតិហើយរដ្ឋអាជ្ញានៃតុលាការនេះបើតាមការឲ្យដឹងពីមន្ត្រីក្នុងជួររដ្ឋាភិបាលក្រៅប្រទេសគឺរដ្ឋាភិបាល23ដុល្លារនោះក៏បានប្រាប់ថារដ្ឋអាជ្ញាក៏អញ្ជើញពួកគាត់ឲ្យចូលទៅបំភ្លឺបន្ថែមទៀតតកតងនឹងបណ្ដឹងរបស់ពួកគាត់នោះហើយការចូលខ្លួនទៅនេះគឺពួកគេទុកពេលឲ្យគាត់រហូតដល់ទៅចុងខែសីហាឯណោះដើម្បីពួកគាត់អាចត្រៀមឯកសារផ្សេងដើម្បីយកទៅតាមខ្លួនបន្ថែមទៀតហើយជាការត្រៀមខ្លួនលោកអ៊ុំសំអានលោកបានទិញសមុទ្រយន្តហោះដើម្បីទៅទីក្រុងឡាអេដែលជាទីនៃសាលាក្តីឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះរួចទៅហើយនៅថ្ងៃនេះលោកបាន
បញ្ជាក់នៅតាមបណ្ដាញសង្គម Facebook របស់លោកដោយលោកអះអាងថាលោកបានប្រមូលភស្តុតាងបន្ថែមជាច្រើនទៀតហើយក៏នៅតែសនំពរសូមឲ្យប្រជាពលរដ្ឋខ្មែរដែលមានភស្តុតាងអីបន្ថែមចង់ឲ្យលោកជួយស្ពាយយកទៅតាមពេលដែលជួបរដ្ឋអាជ្ញានៅតុលាការព្រំដែនអន្តរជាតិនេះដាក់ជូនគាត់តាមការគួរហើយភស្តុតាងដែលគាត់ដាក់បង្ហាញនេះបើតាមមើលគឺមានដូចជារឿងយោធាថៃបាញ់គ្រាប់បែកចង្កោមមកចូលទឹកដីកម្ពុជាប្រើប្រាស់អាវុធចង្កោមនេះគឺមែនតើគឺជាការបំពានលើច្បាប់អន្តរជាតិបំពានលើការហាមឃាត់អនុសញ្ញាស្តីពីគ្រាប់បែកចង្កោមអន្តរជាតិនៅទីក្រុងអូស្លូនិងអកតកម្មប្រឆាំងនឹងមនុស្សជាតិទី2គឺយោធាថៃប្រើប្រាស់ផ្សែងពុលលើជនស៊ីវិលនិងយោធាកម្ពុជាដែលបណ្ដាលឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់សុខភាពទី3យោធាថៃវាយប្រហារទម្លាក់គ្រាប់បែកពីយន្តហោះមកលើប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងប្រាសាទតាក្របីដែលបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទី4គឺយោធាថៃបានរំលោភលើកិច្ចព្រមព្រៀងជប់បាញ់ដោយចាប់ខ្លួននិងឃុំខ្លួនយោធាខ្មែរចំនួន18នាក់ដោយខុសច្បាប់ក៏ប៉ុន្តែយោធាកម្ពុជាទាំង18នាក់នោះត្រូវបានដោះលែងបន្ទាប់ពីឃុំខ្លួនអស់រយៈពេល155ថ្ងៃហើយយោធាថៃក៏បានដាក់របាំងលុះបន្លានិងទូកុងតឺន័របិទផ្លូវនិងរារាំងមិនឲ្យជនស៊ីវិលកម្ពុជាចូលទៅលំនៅឋានព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិលដោយចេតនានៅក្នុងទឹកដីកម្ពុជាយោធាថៃបានប្រើប្រាស់កំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យរបួសនិងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលបន្តទៅទៀតយោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ F16 យន្តហោះចម្បាំង Gripen Fighter Jets យន្តហោះចម្បាំង T50 ទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញលើស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះប្រជាពលរដ្ឋអគាររដ្ឋសន្តាគារកាស៊ីណូនិងប្រាសាទបុរាណខ្មែរយោធាថៃក៏បានបាញ់សម្លាប់ជនស៊ីវិលកម្ពុជាម្នាក់និងរបួសជនស៊ីវិលកម្ពុជា3នាក់នៅភូមិព្រៃច័ន្ទភូមិកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដែលហេតុការណ៍នេះបានកើតឡើងមុនសង្គ្រាមទាំងពីរលើកយោធាថៃក៏បានរំលោភនារីម្នាក់ដែលជាពលករកម្ពុជាឆ្លងដែនមកពីប្រទេសថៃអំពើឈ្លានពានរបស់រដ្ឋាភិបាលថៃនិងយោធាថៃជាពិសេសការផ្លោះនិងការទម្លាក់គ្រាប់ពីលើយន្តហោះចូលតំបន់ស៊ីវិលនិងការវាយប្រហារលើគោលដៅស៊ីវិលដែលបណ្ដាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ជាង30នាក់រួមមានកុមារម្នាក់និងរបួសជិត100នាក់ទៀតសង្គ្រាមលើកទី2បង្កឲ្យមានជនភៀសសាច់កម្ពុជាសរុបចំនួនជាង640,000នាក់ហើយយោធាថៃបានលួចប្លន់ទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ទឹកដីខ្មែរដែលទាហានថៃកំពុងគ្រប់គ្រងដោយខុសច្បាប់យោធាថៃក៏បានដុតនិងឈូសឆាយកំទេចផ្ទះសម្បែងវត្តអារាមសាលារៀននិងអគាររដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទតំបន់បឹងតគួនភ្នំតំបន់ថ្មដាតំបន់ភ្លុកដំរីនិងតំបន់ច្រកអានសេះជាដើមយោធាថៃក៏បានប្រើយន្តហោះចម្បាំងប្រភេទ F16 និងយន្តហោះចម្បាំង Gripen Fighter Jets ទម្លាក់គ្រាប់បែកលើកាស៊ីណូខ្មែរនៅតំបន់ថ្មដាបឹងតគួនអូស្មាច់និងច្រកអានសេះដែលបណ្ដាលឲ្យមានជនស៊ីវិលខ្មែរនិងជនបរទេសស្លាប់ស្នើឲ្យតុលាការព្រំដែនអន្តរជាតិ ICC ផ្តន្ទាទោសមេដឹកនាំនយោបាយថៃនិងមេដឹកនាំយោធាថៃនិងចុងក្រោយគឺស្នើឲ្យតុលាការព្រំដែននេះទាមទារឲ្យមេដឹកនាំថៃនិងយោធាថៃសងនៅសំណងខូចខាតដល់ជនរងគ្រោះកម្ពុជានិងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងប្រាសាទបុរាណនិងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាលោកអ៊ុំសំអានសរសេរប៉ុណ្ណេះហើយក៏ដាក់ថាសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរណាដែលមានព័ត៌មានបន្ថែមឲ្យគាត់ខ្ញុំរកកន្លែងថែមអត់ឃើញសោះព្រោះលោកសរសេរព័ត៌មាននេះបានលម្អិតមែនតើព្រោះខ្ញុំយកព័ត៌មានពីព្រំដែនថៃមួយឆ្នាំជាប់គ្នាមកនេះគឺដូចជាអត់មានបាត់ចម្លោះកន្លែងណាទេគឺមានតែចន្លោះមួយគត់គឺរដ្ឋាភិបាលកម្ពុជាអត់ដាក់ប្តឹងទៅថៃទុកឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះដាក់ប្តឹងជំនួសហើយតាមពិតអ្នកដែលមានភ័ស្តុតាងចាក់ក្នុងដៃដែលជាជនរងគ្រោះពិតប្រាកដគឺរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសឯនោះទេមិនមែនរដ្ឋាភិបាលក្រៅប្រទេសទេព្រោះគ្នានៅក្រៅប្រទេសចេះតែប្រមូលអ្នកដែលប្តឹងថៃសំទោសអ្នកដែលជំទាស់ថៃរាល់ថ្ងៃដែលគាត់តវ៉ាជាង800លើកភ័ស្តុតាងនៅពេញដៃអ្នកស្រីម៉ាលីសុជាតាដែលថាប្រមូលភ័ស្តុតាងតាំងពីខែធ្នូឆ្នាំ2025ប្តឹងទៅតុលាការព្រំដែនអន្តរជាតិឥឡូវមកជាង8 9ខែគាត់អត់ប្តឹងអញ្ចឹងបើសិនជាលឺសារនេះបើសិនជារដ្ឋាភិបាលកម្ពុជាចិត្តសឿងណាគួរតែប្រមូលដូសៀភ័ស្តុតាងទាំងអស់ហ្នឹងផ្ញើតាមលោកអ៊ុំសំអានទៅព្រោះបើលោកអត់ប្តឹងអញ្ចឹងផ្ញើតាមគាត់ក៏អាចជួយឲ្យយកទៅដាក់នៅតុលាការព្រំដែនអន្តរជាតិព្រោះប្រយោជន៍បានយើងទាំងអស់គ្នាទេខ្មែរទាំងអស់គ្នាទាំង8 10លានអ្នកតើមានខកអីព្រោះថាបើខ្លួនអត់ដាក់ក៏អត់ទៅឥឡូវយកភ័ស្តុតាងហ្នឹងដាក់ឲ្យរដ្ឋាភិបាលក្រៅប្រទេសយកទៅដាក់ទៅប៉ុន្តែរដ្ឋាភិបាលកម្ពុជាវាយងាប់ក៏មិនជួយរដ្ឋាភិបាលក្រៅប្រទេសនេះដែរព្រោះអីទី1ចាត់ទុកថាជាក្រុមឯទៀមទី2ពងររឿងប្តឹងធ្វើឲ្យបាក់មុខមាត់កម្ពុជាដែលមិនព្រមប្តឹងផងដូច្នេះនឹងអត់ជួយទេប្រយោជន៍ជាតិបែបនេះនឹងរលាយបង់ទៀតដោយសារតែរឿងចំនួននយោបាយដូចថាឆ្លោះគ្នារឿងនយោបាយនេះប៉ុន្តែខ្ញុំសូមសរសើរខាងមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដែលមានលោកអ៊ុំសំអានមានអីចូលរួមហ្នឹងគឺ
ដាក់ទៅប្តឹងទៅគេដោះស្រាយមិនដោះស្រាយយ៉ាងហោចណាស់ក៏យើងបានបំពេញភារកិច្ចមួយផ្នែករបស់យើងជាខ្មែរស្រឡាញ់ខ្មែរស្រឡាញ់ទឹកដីខ្មែរចង់ឲ្យថៃខ្ជាក់ដីមកវិញហើយអ្នកណាដឹងថាអ្នកណានៅខាងថៃនៅខាងអីហ្នឹងយើងដឹងហើយព្រោះវាមិនដែលអ្នកណាដែលទៅគ្រប់គ្រងថៃហើយនាំគ្នាទៅប្តឹងថៃឲ្យជាប់គុកជាប់ច្បាក់ដើម្បីខ្ជាក់ដីខ្មែរមកខ្មែរវិញទេផ្ទុយទៅវិញអ្នកដែលមិនចង់ឲ្យប្តឹងអ្នកដែលរារាំងអ្នកប្តឹងអ្នកដែលហៅរឿងអ្នកប្តឹងថៃនឹងឯងហើយថាខ្លួនឯងជាអ្នកដែលអឺស្នេហាជាតិមិនចូលចិត្តការឈ្លានពានរបស់ថៃនោះឯងជាអ្នកនៅខាងថៃបាទឥឡូវនេះគឺបន្តទៅទៀតរដ្ឋមន្ត្រីការបរទេសថៃឯនោះវិញនិយាយពីរឿងស្រុកខ្មែររឿងព្រំដែនកម្ពុជាថៃបញ្ជាក់ជាថ្មីថាទ្វារចរចាព្រំដែនគោកបានបិទហើយសារនេះមិនមែនជាសារថ្មីទេបងប្អូនលោកអនុទិនច័ន្ទវរៈគុលពីមុនហ្នឹងក៏បានព្រមានប្រាប់ឲ្យថាទ្វារចរចាព្រំដែនគោកនេះបិទហើយឥឡូវថ្ងៃនេះលោកសៀស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រមការងារដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងរឿងព្រំដែនសមុទ្រនោះដែលរដ្ឋាភិបាលថៃថ្មីនេះតែងតាំងឲ្យធ្វើជាប្រធាននោះគឺបានបញ្ជាក់មកថាច្រកទ្វារដើម្បីចរចាជាមួយកម្ពុជាដែលលោកហ៊ុនម៉ាណែតសង្ឃឹមថាសូម្បីតែ1%ហ្នឹងក៏អាចឈ្នះក៏អាចមានសង្ឃឹមដែរហ្នឹងឥឡូវគេបិទឲ្យចិត្ត0ឈឹងហើយគឺលោកសៀស័កគ្រាន់តែបញ្ជាក់ថាការដែលបិទទ្វារចរចាព្រំដែនគោក0ឈឹងនេះគឺដោយគាត់បន្ទោសទៅខាងភាគីកម្ពុជាទៅវិញទេដែលថាយករឿងតាក់ទងនឹងព្រំដែនសមុទ្ររឿង UNCLOS នោះទៅឲ្យយន្តការរដ្ឋាភិយន្តការអាជ្ញាកណ្ដាលបានន័យថាប្រើយន្តការផ្សះផ្សាដោយកាតព្វកិច្ចបានន័យថាអត់ឲ្យភាគី2នាក់នឹងចរចាទេគឺសុកចិត្តឲ្យរើសអាជ្ញាកណ្ដាល2ខាងខ្មែរ2ខាងថៃរើសប្រធានមួយចរចាគ្នាន័យនេះគឺរដ្ឋាភិបាលថៃចាត់ទុកថាកម្ពុជាបោះបង់ចោលយន្តការទ្វេភាគីរវាងថៃនិងកម្ពុជារួចទៅហើយអញ្ចឹងការចរចាព្រំដែនកម្ពុជាថៃដីគោកដែលថៃយកបាន73កន្លែងនេះថៃយកលេសរឿងហ្នឹងថាបើព្រំដែនទឹកយើងចរចាទៅរកអាជ្ញាកណ្ដាលអាព្រំដែនគោកក៏មិនបាច់ចរចាទ្វេភាគីដែរទៅរកអាជ្ញាកណ្ដាលផ្ទុយទៅវិញរឿងខុសគ្នាត្រង់ថាព្រំដែនគោកព្រំដែនទឹកគេមានអា UNCLOS នេះច្បាប់នីតិសមុទ្រនេះគឺគេបញ្ជាក់ថាបើ2នាក់នឹងអត់ត្រូវគ្នាគឺត្រូវចូលយន្តការផ្សះផ្សាដោយកាតព្វកិច្ចដោយមានចាត់ចែងធ្វើដូចរាល់ថ្ងៃអញ្ចឹងគឺ2ថៃ2ខ្មែរមានប្រធានមួយឥឡូវប្រធានរើសអត់តាន់បានទេប្រធានហ្នឹងត្រូវរើសបានកាលពីម្សិលមិញថ្ងៃកំណត់ថ្ងៃទី19ខែកក្កដាប៉ុន្តែរើសអត់បានឥឡូវទាំងខាងកម្ពុជានិងថៃហ្នឹងព្រមព្រៀងគ្នាថាសុំពេលរហូតដល់ទៅថ្ងៃ14ខែសីហាទើបរើសប្រធាននឹងបានព្រោះកំពុងពិនិត្យបច្ច័យរៀងពិបាកដែរអញ្ចឹងនីតិវិធីហ្នឹងវាអូសទៀតនៅក្នុងនីតិសមុទ្រគឺគេចែងថាបើ2នាក់ហ្នឹងអត់ត្រូវគ្នាគឺដាច់ខាត់ត្រូវតែយកអាយន្តការផ្សះផ្សាហ្នឹងមកប្រើអាជ្ញាកណ្ដាលដែលមាន221យន្តការផ្លូវគោកអត់ដូចគ្នាផ្លូវទឹកទេបើ2នាក់នឹងអត់ត្រូវគ្នាអត់មានយន្តការផ្សះផ្សាអាជ្ញាកណ្ដាលដូចព្រំដែនសមុទ្រទេគឺយើងត្រូវទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬយុត្តិធម៌អន្តរជាតិរឿងនេះហើយដែលកម្ពុជាអត់ព្រមទៅកម្ពុជារឿងព្រំដែនសមុទ្រទៅយន្តការអន្តរជាតិនេះតែដល់ពេលព្រំដែនគោកយើងសុកចិត្តចរចាឥឡូវថៃគេថាយើងចេះបបួលគេចរចាកុំឲ្យសាំដើម្បីបិទផ្លូវចរចាឲ្យបានគឺដាក់នុយននងគឺអាផ្កាននងមួយពណ៌លឿងហ្នឹងឲ្យដាក់ផ្លែបបក់នៅពីក្រោមហ្នឹងអត់មាននុយមានអីទេឲ្យត្រីផ្ទក់កម្ពុជាលោតចាប់ផ្លែននងហ្នឹងលើជាប់ផ្លែននងថៃបាត់ហើយហ្នឹងព្រោះអីថៃតែដាក់នៅហ្នឹងដឹងហើយខ្មែរច្បាស់ជាររឿងឲ្យទៅប្តឹងទៅអាជ្ញាកណ្ដាលតែទៅអាជ្ញាកណ្ដាលថៃនឹងយកលេសថាបើរឿងសមុទ្រយកអាជ្ញាកណ្ដាលរឿងព្រំដែនគោកក៏រកអាជ្ញាកណ្ដាលដែរទៅចឹងឈប់ចរចាឈប់ឲ្យដីឈប់អីទាំងអស់បិទផ្លូវចរចាថៃខូចក៏ប៉ុន្តែឆ្លាតខ្មែរយើងអត់ជំរឿសព្រោះអីបើមិនលោតចូលផ្កាននងគេហ្នឹងចូលលេងលបែងថៃក្នុងព្រំដែនសមុទ្រព្រោះគេលុប MOU 2001នឹងចោលទៅហើយយើងវាពិបាកនឹងរឿងរុករកប្រេងនៅអាដែនសមុទ្រហ្នឹងឯងព្រោះខ្មែរសពថ្ងៃនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរវិបត្តិសេដ្ឋកិច្ចវិបត្តិអីសពបែបយ៉ាងខ្វះខាតគ្រប់បែបយ៉ាងភ្ញៀវទេសចរក៏ធ្លាក់សេដ្ឋកិច្ចធ្លាក់ជាងដល់ទៅ50%ហើយមាន scam មានអីផងវិនិយោគិនអីអត់មកទល់ពធហើយវិបត្តិបែបនេះកម្ពុជាកំពុងតែខ្វះខាតត្រូវការបូមប្រេងដើម្បីយកលុយហ្នឹងមកទប់ពេលដែលយើងកំពុងខ្វះខាតព្រោះយើងអត់មានប្រេងថៃគេមានប្រេងបូមគ្រប់កន្លែងដែរអត់តែយើងតាហើយអាប្រេងដែលយើងបូមបានហ្នឹងគឺមានតែនៅតំបន់ត្រួតស៊ីគ្នាជាមួយនឹងថៃដូច្នេះហើយបានជារឿងអត់ទាន់មានរឿងអីសោះកម្ពុជាលោតផ្លែត
ទៅយកផ្កាននោងហ្នឹងគឺដោយសារខ្លួនគិតថាបើដោះស្រាយរឿងព្រំសមុទ្រហ្នឹងលឿនទៅក៏អាចខួងប្រេងខួងអីហ្នឹងបានឆាប់ទៅយកប្រេងហ្នឹងមកផ្គត់ផ្គង់ជួយសេដ្ឋកិច្ចកម្ពុជាមិនជាអាក្រក់ទេបើយើងស្ដាប់ទៅព្រោះគាត់ចង់បានប្រេងហ្នឹងជាដូចថាធនធានធម្មជាតិរបស់កម្ពុជាយកមកជួយខ្មែរយើងដែរទេក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងនៅពេលដែលយើងតថេតថាយើងចាញ់ប្រៀបថៃយើងចាញ់ប្រៀបថៃនៅក្នុងគិតថាផ្កាននោងនេះគឺមែនតែនគឺយើងចង់ឆក់ចាប់មកគឺដើម្បីបំណងយកប្រេងយកឧស្ម័នមកជួយសេដ្ឋកិច្ចជាតិព្រោះយើងពិបាកព្រោះយើងសេដ្ឋកិច្ចយើងវាយើងចង់បានថាអាដង្ហើមរបស់យើងវាខ្លីជាងថៃហ្នឹងណាបងប្អូនគេនិយាយអត់បានទេយើងលេងប្រឡប់ទឹកជាមួយថៃគឺយើងដាច់ខ្យល់មុនថៃហើយព្រោះថៃគេសេដ្ឋកិច្ចគេធំណាស់គេមានប្រេងគេមានសេដ្ឋកិច្ចគេមានតំណែងតំណងបរទេសគេមានទំហំសេដ្ឋកិច្ចគេធំជាងយើង30ដងឯណោះក៏ប៉ុន្តែខ្មែរយើងកែបក្នុងដូងនិយាយពីថៃអាលាយរាល់ថ្ងៃនិយាយពីបន់ឲ្យគេលលាយបន់ទៅតែយើងកុំប្រឹងធ្វើអីខ្លួនឯងយើងបន់ឲ្យដេកបន់ដុតធូបឲ្យតែគេលលាយទៅហើយដល់ពេលហើយយើងអត់បានធ្វើអីខ្លួនឯងឃើញយើងចាប់ផ្ដើមទុនខ្សោយគ្រប់រឿងហ៎ដល់ពេលយើងទុនខ្សោយគ្រប់រឿងគឺយើងលុះនឹងផ្កាននោងរបស់ថៃនឹងតតែបានពួកអីបើយើងអត់លោតទុំផ្កាននោងរបស់ថៃដែលដើម្បីចរចាអារឿងសមុទ្រដែលអត់ទាន់មានរឿងអីសោះនេះរឿងព្រំដែនគោក73កន្លែងគេយកអត់តាន់ប្តឹងគេយើងមករកអាព្រំដែនសមុទ្រតែអត់តាន់ឆ្លោះគ្នាគ្រាន់គេដក MOU ដកទៅ MOU នឹងមាន25ឆ្នាំហើយនឹងអត់ដែលបានកំផេះអីផងហេតុអីបានគ្រាន់គេថាលុប MOU ឥឡូវស្រាប់តែយើងលោតផ្លោតទៅរកប្តឹងអាយន្តការផ្សះផ្សាដោយកាតព្វកិច្ចអីនឹងភ្លាមដើម្បីធ្វើថាយើងនឹងមិនទុកឲ្យថៃឈ្លានពានដែនអធិបតេយ្យថៃអត់ទាន់ឈ្លានពានដែនអធិបតេយ្យដែនសមុទ្រហ្នឹងទេព្រោះដែនសមុទ្រហ្នឹងគឺជាតំបន់ត្រួតស៊ីគ្នាដែលមាន MOU ចងហើយ MOU ហ្នឹងថៃលុបចោលហ្នឹងគឺលុបនៅក្នុងតែក្របខ័ណ្ឌគណៈកម្មការសភាឬគណៈរដ្ឋមន្ត្រីទេសភាអត់ទាន់អនុម័តព្រមឲ្យលុបទៅទៀតដូច្នេះបើលុបឬក៏មិនលុបអា MOU មាន25ឆ្នាំដែលអត់បានការហ្នឹងកម្ពុជាថៃអត់ទាន់បានបូមប្រេងមកដំណក់ហ្នឹងមានតែមកដំណក់នៅស្អីគេវិមានឈ្នះហ្នឹងមកកម្ពុជាមានដែរបានបងប្រេងពីអាតំបន់ត្រួតស៊ីគ្នានឹងណាអត់មានមកដំណាក់សោះដូច្នេះ25ឆ្នាំនោះអត់បានប្រយោជន៍ទេសូម្បីតែថៃលុបភ្លាមហ្នឹងក៏អត់មានតន់ទៅខាតបងអីណាយើងកំពុងអាបូមក្រាក់អីមកដឹកមកទាំងលៀនលីតមកហើយស្រាប់តែថៃដកអា MOU ហ្នឹងស្រាប់តែឈប់បូមបានវាអត់មានទេរឿងទាំងអស់ហ្នឹងគឺវានៅបាតសមុទ្រហ្នឹងនៅទាំងអស់អារ៉ែធម្មជាតិរបស់ខ្មែរដែលត្រួតស៊ីគ្នាតែរឿងសំខាន់គឺយើងវាខ្សោយយើងវាខ្វះខាតយើងតថេតថាយើងត្រូវការអូស្ម័នត្រូវការប្រេងដើម្បីមកទប់សេដ្ឋកិច្ចដែលយើងកំពុងធ្លាក់មានវិបត្តិវាជាការរកដំណោះស្រាយពិតមែនហើយប៉ុន្តែដំណោះស្រាយហ្នឹងគឺវាខ្ចាយដល់អាព្រំដែនគោកឯណោះដែលចរចាជាមួយថៃព្រោះអីថៃយកលេសដាក់ផ្កាននោងហ្នឹងមកយើងលូតផ្លោតតតែពេលយើងទុំហ្នឹងដើម្បីប្រយោជន៍យកអូស្ម័នថៃគេទៅជាយន្តការអាញាកណ្ដាលថៃគេយកលេសភ្លាមថាអូកម្ពុជាយកយន្តការអាញាកណ្ដាលអញ្ចឹងអារឿងព្រំដែនគោកមិនបាច់ចរចាទៅចាំអាញាកណ្ដាលដែរអញ្ចឹងបិទផ្លូវចរចាត្រឹមហ្នឹងនេះគឺជារឿងអាភ័ព្វខ្មែរយើងអាភ័ព្វខ្ញុំក៏សោកស្ដាយដែរខ្មែរអត់សូវមានជំរឿសដែរបងប្អូនបើយើងមិនទៅទុំអាផ្កាននោងរបស់ថៃហ្នឹងណាគឺថៃនឹងអូសយើងស្លាប់អត់មានថ្ងៃនេះដូចតែគ្នាទៅនៅអូសចុះអូសឡើងខូចចឹងដូច្នេះយើងអត់មានជំរឿសអីដែរទេគ្រាន់ជំរឿសរបស់យើងគឺយើងជាប់ផុងហើយនៅចូលយន្តការផ្សះផ្សាដោយអឺស្អីគេកតាបកិច្ចនេះរើសប្រធានរើសអីបានក៏ដោយមួយឆ្នាំយ៉ាងតិចមួយឆ្នាំបានជជែកគ្នាត្រូវជជែកគ្នាចប់ហើយគេនឹងបញ្ជូនឲ្យខ្មែរនិងថៃចរចាទ្វេភាគីដដែលព្រោះគណៈកម្មការកណ្ដាលនេះគ្មានអំណាចយោធាអំណាចប្រកបប្រជាអីទាំងអស់ហើយដល់មកចរចាទ្វេភាគីមួយឆ្នាំក្រោយមកឃើញថៃទិញពេលវេលាបានមួយឆ្នាំទៀតទេបងប្អូនរឿងព្រំដែនគោកហ្នឹងអត់វាស់អញ្ចឹងនៅចាប់ផ្ដើមធ្វើលេនដ្ឋានជីកអីឲ្យច្រើនអញ្ចឹងទៅដាក់បេតុងដាក់អីទៅមួយឆ្នាំក្រោយកម្លាំងយោធាថៃនៅព្រំដែនកាន់តែរឹងមាំមហិមាយើងកាន់តែឆ្ងាយទៅដល់ពេលតវ៉ាវាយស្អីក៏តែមិនកើតហើយដល់ពេលយើងអត់ព្រមប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតនៅពេលដែលយើងហ៊ានប្តឹងគេតវ៉ារឿងព្រំដែនសមុទ្រដែលអត់ទាន់មានរឿងដោយសារតែរឿងប្រេងកាតដែលយើងចង់បានហើយអាប្រេងកាតនេះបងប្អូនបើទោះចរចាត្រូវគ្នាជាមួយថៃរឿងដូចថាថៃពវល់អាគណៈកម្មការកណ្ដាលហ្នឹងមកឲ្យកម្ពុជាជជែកគ្នាវិញណានឹងវិលមកជាប់ផុងដូច25ឆ្នាំមុនណា MOU តាដែលបើត្រូវគ្នាត្រូវយូរហើយវាមិនមែន25ឆ្នាំអត់ត្រូវដូច្នេះរឿងសមុទ្រនេះគឺជារឿងដែលគួរតែទុកចោលអញ្ចឹងសិនណាមកដោះស្រាយព្រំដែនគោកសិនតែឥឡូវអត់ទេថៃដាក់ផ្កាននោងហ្នឹងមកឥឡូវយើងយកផ្កាននោងហ្នឹងឥឡូវគេយកលេសហ្នឹងគេថាអត់ចរចាព្រំដែនគោកចប់ចាំមួយឆ្នាំទៀតទៅ
មួយឆ្នាំទម្រាំតែគណៈកម្មការនឹងចរចាយើងនៅរ៉ាំរ៉ៃគេនៅតែដាក់បលាលួសគេនៅតែធ្វើអីផ្ដេសផ្ដាស់យើងនៅតែតវ៉ារហូតរឿងនេះឲ្យដែលរកម្មចិត្តតែយ៉ាងណាបានខាងក្រមតុលាការនៃរដ្ឋាភិបាលក្រៅប្រទេសនឹងចេះតែដាក់ទៅទូងស្គរឬក៏ស្អីខ្លះទៅកុំឲ្យវេទនាកុំឲ្យប្រជាពលរដ្ឋនឹងកើតជំងឺ stress ពេកបានជួយគាត់ដែរតែដូចចឹងឥឡូវរដ្ឋមន្ត្រីការបរទេសថៃគេថាគេបិទផ្លូវចរចាផ្លូវគោកនេះគឺដោយសារតែកម្ពុជាជ្រើសរើសយន្តការអឺទៅអាញាកដាលខ្ញុំជឿថានេះជាការបើកទ្វារឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យថៃរៀងដែរតែកម្ពុជាគេបើកឱកាសយ៉ាងម៉េចក៏យើងអត់ធ្មត់ស្ងប់ស្ងាត់យើងមិនប្តឹងទេយើងតវ៉ាបានហើយអីក៏ស្លូតយ៉ាងនេះបើស្លូតជាមួយខ្មែរយើងបានតែប៉ុណ្ណឹងយើងមិនដឹងសុកប៉ុណ្ណាទេស្រុកយើងនោះតែងើបមួយវាយមួយរឿងខ្មែរគ្នាឯងហ្នឹងបាទឥឡូវយោធាថៃឯណោះភ័យរឿងបែកធ្លាយទីតាំងទ័ពជាប់ព្រំដែនកម្ពុជាភ័យឃើញទេយកដីយើងបានគេភ័យប៉ុន្តែឥឡូវបិទផ្លូវចរចាឲ្យភ័យស្អីទៀតបើកម្ពុជាលោកហ៊ុនសែនប្រកាសឲ្យថាអត់មានសង្គ្រាមអត់មានអីវាយថៃអីទៀតទេឥឡូវបានរត់ក្រោះមកពីថៃពីចិនមក39គ្រឿងគ្រាន់តែយកមកសម្ញែងអឺថៃបានបន្តិចឥឡូវទៅប្រធានាធិបតីចិនទៅប្រាប់ថៃទៀតលោកអនុទិនច័ន្ទវរៈគុលទៅសួរស៊ីជីនពីងថារត់ក្រោះនឹងយកមកធ្វើអីគេថាអត់មានយកមកវាយថៃទេយកមកទុកការពារអីណាអីចឹងទៀតអើយថៃនឹងកាច់ខ្មែរកាច់ដល់ហើយយន្តគ្រុតក្រោះគេទិញមកយកធ្វើអីធ្វើទៅឲ្យចុះយើងទិញយន្តហោះបដិញអាមេរិក F16 មកអាមេរិកមានឲ្យយកមកវាយខ្មែរណាយើងវាយបានរួយបើគេទិញរថក្រោះមកយកមកដាក់តាំងដដែលទិញមកទៅស្អីអីយកទៅមែនតែនតែម្ដងថៃនេះតែហ្នឹងគេមើងងាយយើងដល់ពេលគេមើងងាយយើងគេចេះតែថាអីចឹងដើម្បីស្អំចិត្តឲ្យណាមួយមិត្តជាមួយចិនហ្នឹងចិនយើងតែដៃថែបមួយខ្មែរបោកតែខ្មែរយកតែលុយទេសេដ្ឋកិច្ចយើងចិនស៊ីទាំងខ្មែរស៊ីទាំងថៃតែថៃសេដ្ឋកិច្ចគេលឿនជាងយើងថៃហើយចិនមានតំណែងតំណងសេដ្ឋកិច្ចប្រសើរជាងយើងឃើញចិនទៅអែបអបទៅថៃចិនហ្នឹងខូចមែនតើពេលដែលឆ្លោះគ្នាជាមួយថៃទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃខ្មែរឆ្លោះគ្នាជាមួយថៃពងវាយគ្នាក្តាំងយើងជាមិត្ត10000ឆ្នាំយើងទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃពងមានសង្គ្រាមអត់យល់ហើយហ្នឹងជាមិត្ត10000ឆ្នាំហើយខ្មែរយើងទៅត្រុកទៅតាមចិនហ្នឹងរហូតតទៅប្រាប់ថាចិនគ្រប់គ្រងចិនគោលនយោបាយតែមួយអីតែមួយឥឡូវតៃវ៉ាន់ខឹងផ្ដាច់វីសាខ្មែរចោលអស់ទៀតដោយសារតែគ្រប់គ្រងចិននយោបាយតែមួយបានន័យថាកោះតៃវ៉ាន់គឺជាដែនអធិបតេយ្យរបស់ចិនដែលគេតវ៉ាមកអាយុហើយនឹងឆ្លោះគ្នាមួយអាមេរិកទៀតចាំមើលព្រោះអីនយោបាយអាមេរិកគឺនយោបាយគ្រប់គ្រងតៃវ៉ាន់ជារដ្ឋឯករាជ្យកម្ពុជាយើងចង់ត្រូវមួយអាមេរិកតែទៅគ្រប់គ្រងចិនថានយោបាយហ្នឹងគឺកោះតៃវ៉ាន់ជារបស់ចិនដល់អញ្ចឹងតើអានយោបាយខ្ទាស់គ្នាហ្នឹងអត់ត្រូវគ្នាជាមួយអាមេរិកទៀតយើងពិបាកបងប្អូនយើងនិយាយទៅគឺយើងអោបយកស្ពៃហ្នឹងខ្លាំងពេកបន្តទៅទៀតមេយោធាថៃថាភ័យរឿងបែកធ្លាយឯកសារហ្នឹងគឺសារអញ្ចេះទេបងប្អូនប្រហែលថ្ងៃនេះគឺប្រព័ន្ធផ្សព្វផ្សាយរបស់ថៃជាពិសេស social media គឺគេផ្សាយស្រោចដាក់ទីតាំងនិយាមការរត់ក្រោះកងពលថៃលេខប្រមាណនៅឯណានៅក្នុងខេត្តជាប់ព្រំដែននៅខេត្តព្រះវិហារយើងនោះណាព្រោះហេតុអីបានជាគេដាក់ហ្នឹងដោយសារតែប្រហែលថ្ងៃមុនហ្នឹងបងប្អូនមានចាំទេទាហានថៃ2នាក់ដែលរបួសដោយសារដើរជន់មីននៅក្នុងខេត្តសុរិនហ្នឹងហើយដល់ពេលហើយបានស៊ីសកេតខេត្តស៊ីសកេតរួចទៅពេលដែលលឺអាករណីជន់មីនហ្នឹងក៏មានឯកសារផ្ទៃក្នុងសម្ងាត់របស់យោធាថៃហ្នឹងគឺខ្ចរខ្ចាយដែលធ្វើឲ្យយើង zoom បានន័យថាបើកមើលទៅទាហានថៃកងពលប្រមាណនៅទីតាំងណាហ្នឹងគឺច្បាស់ចឹងតែម្ដងដាក់នៅក្នុងគេហទំព័រ Facebook មួយដែលផ្សព្វផ្សាយជាទូទៅហ្នឹងគឺឥឡូវហ្នឹងគឺ Facebook ហ្នឹងលុបចោលហើយប៉ុន្តែនៅក្នុងប្រព័ន្ធ Twitter X អីហ្នឹងគឺអត់ទាន់លុបទេយោធាថៃកំពុងស្នើសុំឲ្យលុបព្រោះការសម្ងាត់យោធាថៃភ័យខ្លាចខ្មែរយើងដឹងព័ត៌មានហ្នឹងទៅខូចអីអញ្ចឹងទៅបាទតាមពិតគេក៏តែប្រយ័ត្នគេអីដែរប៉ុន្តែអ្នកដែលផ្សព្វផ្សាយហ្នឹងមកដល់ម៉ោងនេះអត់ទាន់ចេញលិខិតសុំទោសអីព្រោះក្រសួងការពារជាតិថៃហ្នឹងក៏ទាមទារឲ្យសុំទោសឲ្យលុបឲ្យអីហើយនេះនឹងនៅថៃឯងបើនៅខ្មែរវិញជាប់គុកអស់បាត់ហើយបាទតែឥឡូវតាមពិតកិច្ចការយោធាហ្នឹងគឺយើងត្រូវតែប្រយ័ត្នប្រយែងដែរឃើញគេប្រយ័ត្នតែយើងវិញនិយាយពីថតដល់លេនឋានហ្មង
ថតយកស្បៀងឡើងភ្នំថតចូលបាយក្នុងលេនដ្ឋានចូលស្អីហ្នឹងគឺយើងថតផ្សាយចឹងមកកណោអត់អីដែរតែគេភ័យឃើញទេបញ្ហាជាតិសាសន៍គេ page Facebook មួយដែលផ្សាយហ្នឹងឈ្មោះ Thai Burma Railway បាទហើយក៏មានផ្សាយតាមបណ្ដាញសង្គមអីផ្សេងទៀតដែរតែយ៉ាងនេះនេះគឺជារឿងកិច្ចការផ្ទៃក្នុងរបស់ថៃគេប្រយ័ត្នយើងក៏យកបទពិសោធន៍ហ្នឹងមកប្រយ័ត្នផងកងទ័ពរបស់យើងហ្នឹងកុំចង់និយាយអ្នកផ្សាយព័ត៌មានពីរឿងទ័ពពីរឿងតែថាមូលដ្ឋានលេនដ្ឋានអីហ្នឹងបើថាអត់បានអូសរំលងខ្លះទៅកុំ share កុំអីបន្ត